លើកមុនខ្ញុំធ្លាប់បានធ្វើនំសែនលោកខែសបកទុននឹងម្ដងរួចមកហើយប៉ុន្តែសបកពណ៌សឹកតើយជាមួយនឹងស្នូលដូងខ្ចីតែពេលនេះគឺខ្ញុំបានមកធ្វើជាមួយនឹងសបកសាច់នំធម្មតាហើយស្នូលវិញគឺខ្ញុំប្រើជាមួយនឹងស្បែកក្រហមចំពោះស្បែកក្រហមនេះយើងអាចយកវាទៅត្រាំទឹក4ម៉ោងឬក៏6ម៉ោងក៏បានដែរប៉ុន្តែខ្ញុំបានត្រាំវាទុកចោលមួយយប់ណាហើយលាងសម្អាតវារហូតទាល់តែស្អាតអញ្ចឹងទៅទើបខ្ញុំយកវាមកដាក់ស្ងោរចំពោះការស្ងោរនេះវិញខ្ញុំអត់បានកំណត់នាទីកំណត់ម៉ោងអីទេគឺស្ងោរយកមកស្បែកនឹងឆ្អិនផុយល្អតែម្ដងបន្ទាប់ពីស្បែកផុយល្អហើយគឺខ្ញុំបានលើកវាទុកឲ្យត្រជាក់សិនទៅទើបខ្ញុំយកវាមកកិនលាយជាមួយនឹងទឹកដោះគោខាប់4ស្លាបព្រាបាយហើយអំបិលនឹងមិនតិចផងដែរចំពោះការកិនវិញចង់បានម៉ត់ខ្លាំងឬក៏នៅក្របធ្វើតាមចំណង់ចំណូលចិត្តឥឡូវស្បែកក្រហមខ្ញុំបានកិនរួចរាល់ហើយអញ្ចឹងខ្ញុំចាក់ដាក់ក្នុងខ្ទះមួយអញ្ចឹងទៅហើយបន្ទាប់មកទើបខ្ញុំបើកភ្លើងហើយបន្ថែមជាមួយនឹងប្រេងឆានឹងប្រហែលជាមួយស្លាបព្រាបាយទៀតណាហើយបន្តកូរវានៅលើភ្លើងតិចៗនឹងរហូតទាល់តែថាឡើងដាច់ទឹកបានល្អណាបន្ទាប់ពីស្នូលនំបានដាច់ទឹកប៉ុណ្ណឹងគឺខ្ញុំលើកចេញហើយខ្ញុំទុកវាឲ្យត្រជាក់សិនទៅបន្ទាប់មកគឺខ្ញុំមកធ្វើសបកនំវិញម្ដងខ្ញុំប្រើម្សៅត្នោត50ក្រាមម្សៅខ្សាយ50ក្រាមម្សៅពោត40ក្រាមស្ករស2ស្លាបព្រាបាយអំបិលបន្តិចជាមួយនឹងទឹកស្អាតធម្មតាយើងនឹង250 ml ហើយប្រេងឆា1ស្លាបព្រាបាយកូរគ្រឿងទាំងអស់ហ្នឹងឲ្យសព្វចូលគ្នាបានល្អទៅទើបខ្ញុំយកវាមកច្រោះម្ដងទៀតដើម្បីឲ្យប្រកាសថាសាច់នំហ្នឹងវាម៉ត់បានល្អបន្ទាប់ពីច្រោះហើយគឺខ្ញុំបានយកសាច់នំហ្នឹងយកទៅដាក់ចំហុយខ្ញុំប្រើពេលចំហុយសាច់នំហ្នឹងប្រហែលជា20នាទីចន្លោះពេលហ្នឹងគឺខ្ញុំបានមកលុញស្នូលខ្ញុំបែងចែកស្នូលហ្នឹងមួយដុំ35ក្រាមដោយសារថាពុម្ពនំដែលខ្ញុំត្រូវធ្វើហ្នឹងគឺវាមានទម្ងន់75ក្រាមអញ្ចឹងហើយខ្ញុំធ្វើស្នូល35ក្រាមហើយសបកនំហ្នឹងយើងត្រូវការធំជាងអញ្ចឹងខ្ញុំដាក់សាច់នំ40ក្រាមទៅវាត្រូវជាមួយនឹងពុម្ពដែលយើងត្រូវធ្វើហ្នឹងហើយឥឡូវនេះសាច់នំដែលខ្ញុំបានចំហុយហ្នឹងក៏ឆ្អិនដែរអញ្ចឹងលើកចេញមកហើយយើងយកស្លាបព្រាហ្នឹងមកច្បល់វាកូរចូលគ្នាឲ្យសព្វទាំងក្តៅនឹងតែម្ដងណាត្រង់កន្លែងនេះមើលទៅរៀងស្អិតណាអញ្ចឹងខ្ញុំក៏បានបន្ថែមប្រេងឆាហ្នឹង1ស្លាបព្រាបាយទៀតហើយយើងក៏កូរច្បល់វាឲ្យសព្វម្ដងទៀតទៅមើលទៅថារៀងត្រជាក់មកល្មមគឺយើងយកវាចេញពីក្នុងចានហ្នឹងដើម្បីងាយស្រួលក្នុងការបំបែកសាច់នំហ្នឹងឲ្យទៅជាដុំតូចៗល្មមដែលយើងចង់បានណាចំពោះសាច់នំទាំងអស់ហ្នឹងគឺខ្ញុំធ្វើបាននំ9ដុំដែលមានទម្ងន់40ក្រាមហើយបន្ទាប់ពីយើងកាត់វាជាដុំអញ្ចឹងហើយគឺខ្ញុំយកវាមកលុញឲ្យទៅជារាងមូលអញ្ចឹងទៅណាឥឡូវនេះគឺខ្ញុំបានលុញសាច់សបកនំយើងហ្នឹងរួចរាល់ហើយអស់ហើយការពិតទៅរបៀបធ្វើនំសែនលោកខែសបកទុននេះគឺងាយស្រួលធ្វើទេអត់មានពិបាកទេយើងមើលទៅគិតថាពិបាកធ្វើតែដល់តែពេលធ្វើជាក់ស្ដែងគឺវាមិនទៅពិបាកទេហើយពេលនេះគ្រឿងផ្សំសម្រាប់ធ្វើនំសែនលោកខែសបកទុនហ្នឹងគឺបានរៀបចំរួចហើយអញ្ចឹងគឺខ្ញុំយកសាច់ម្សៅហ្នឹងមកដុំមកសកាត់វាឲ្យទៅជារាងតប៉ែតអញ្ចឹងទៅណាកុំឲ្យស្ដើងពេកហើយក៏កុំនៅក្រាស់ខ្លាំងពេកដែរបន្ទាប់មកគឺយើងយកស្នូលស្ដែកហ្នឹងមកដាក់ចំកដាលហើយយើងបិទមុខវាធ្វើមិនឲ្យទៅចិត្តទៅគឺបានហើយការប៉ិតនំនេះនៅពេលដែលយើងគ្រាន់តែថាយកសបកនំមកខ្ចប់ជាមួយនឹងស្នូលនំរួចរាល់ហើយអញ្ចឹងគឺយើងអាចយកវាទៅហូបបានភ្លាមតែម្ដងបើសិនជាបងប្អូនអត់មានពុម្ពក៏អាចធ្វើនំនឹងហូបបានដូចគ្នាដែរតែគ្រាន់ថាខ្ញុំមានពុម្ពនឹងស្រាប់ហើយខ្ញុំចង់បាននំនឹងចេញមករាងស្អាតអញ្ចឹងណាទើបខ្ញុំយកពុម្ពនឹងមកប្រើទៅហើយនេះម្សៅត្នោតដែលឆ្អិនហើយមុននឹងដាក់សាច់នំនឹងចូលទៅគឺយើងត្រូវការលាបម្សៅត្នោតនឹងជុំវិញពុម្ពនឹងណាការពារកុំឲ្យវាជាប់បើសិនជាអត់លាបម្សៅនឹងនៅក្នុងពុម្ពនឹងទេនៅពេលដែលយើងដាក់សាច់នំចូលទៅគឺសកត់ចេញមកវិញវាចេញរាងអត់ស្អាតទេវាស្អិតណាហើយបន្ទាប់ពីលាបម្សៅហើយគឺយើងយកសាច់នំម្ដុំនឹងយកមកដាក់ចូលទៅក្នុងពុម្ពនឹងទៅហើយសកត់វា2ទៅ3ដងគឺវានឹងចេញរូបរាងនំមកបែបហ្នឹងហើយយើងក៏បន្តធ្វើអញ្ចឹងរហូតតតែអស់សាច់នំទៅណាគឺបានតែនិយាយរួមទៅដូចដែលខ្ញុំបាននិយាយពីខាងដើមអញ្ចឹងរបៀបធ្វើនំហ្នឹងគឺអត់មានអីពិបាកទេនំនេះជាទូទៅតតែថាដល់ខែរដូវទើបមានគេយកមកលក់អ
ចុះបើសិនជាយើងចង់ហូបខុសខែរដូវដែលគេអត់មានធ្វើមិនទៅអញ្ចឹងហើយមានតែធ្វើហូបខ្លួនឯងឥឡូវនេះនំខ្ញុំបានធ្វើរួចរាល់អស់ហើយសបកនំខាងក្រៅជាមួយនឹងស្នូលខាងក្នុងនៅពេលដែលយើងខាំចូលគ្នាទៅគឺឡើងល្មួតហើយអត់ផ្អែមខ្លាំងទេអញ្ចឹងហើយបើសិនជាមានពេលចង់ហូបនំសែនលោកខែសបកតុននេះអាចសាកធ្វើតាមរបៀបនេះបាន